ជំនាញដែលសំខាន់បំផុតនៅក្នុងជីវិតយើងដែលធ្វើឲ្យចម្រើនខ្លាំងគឺជាជំនាញសួរដែលខ្ញុំគិតថារាប់ពាន់ឆ្នាំមកហើយអ្នកដែលប្រកែសួរគឺជាអ្នកដែលគាត់រីកចម្រើនក្នុងជីវិតរបស់គាត់ប្រកែសួរហ្នឹងមិនមែនតតែសួរមនុស្សទូទៅទេគឺពីក្នុងគាត់មកហ្នឹងគឺឆ្ងល់គ្រប់យ៉ាងហើយគាត់ស្រាវជ្រាវអីចឹងទៅហើយបើសិនជាសម័យ AI នេះអ្នកដែលប្រកែសួរ AI ច្រើនឬក៏អ្នកដែលប្រកែតំណែងជាមួយនឹងអ្នកដែលគាត់ឈានមុខនៅក្នុងវិស័យអ្វីដែលគេធ្វើមួយហ្នឹងហើយយើងទំនាក់ទំនងមួយគេយើងសុំយោបល់គេយើងសួរគេខ្ញុំគិតថាមនុស្សហ្នឹងប្រកែហើយយើងមើលឃើញច្រើនអ្នកទាំងអស់ហ្នឹងបើទោះជាអ្នកខ្លះចេញមកគាត់មើលទៅគាត់មានភាពជោគជ័យឬក៏ជាមនុស្សដែលហឹកហាក់នៅក្នុងបណ្ដាញសង្គមឬក៏អីមែនប៉ុន្តែចុងក្រោយក៏គាត់នៅតែសួរអ្នកនេះសួរអ្នកនោះដើម្បីប្រមូលរឿងផ្សេងហ្នឹងដើម្បីជាចំណេះដឹងរបស់គាត់ណាហើយរឿងសំខាន់ហ្នឹងហើយដូច AI ដែលកំពុងតែកើតឡើងនេះវាកើតចេញពីរឿងមួយដែលមនុស្សជាច្រើនមានហ្នឹងគឺសំណួរទៅលើរឿងគ្រប់យ៉ាងហើយដូច Google អញ្ចឹងក៏រកស៊ីបានដោយសារតែមនុស្សឆ្ងល់មនុស្សចង់ដឹង ChatGPT វារីកចម្រើនខ្លាំងក៏ដោយសារតែមនុស្សសួរហើយដូច AI ផ្សេងទៀតអញ្ចឹងដែរហើយដូចវីដេអូដែលធ្វើនៅលើបណ្ដាញសង្គមមានអ្នកមើលច្រើនក៏ដោយសារតែវីដេអូហ្នឹងដោះស្រាយសំណួរឬក៏ដោះស្រាយចម្ងល់របស់អ្នកមើលដែលភាគច្រើនគេបង្កើតឡើងដោយចាប់ផ្ដើមពី hook ធ្វើឲ្យមនុស្សឆ្ងល់ធ្វើឲ្យមនុស្សចង់ដឹងធ្វើឲ្យមនុស្សចង់នៅមើលដល់ចប់នឹងឯងអញ្ចឹងរៀនសួរហើយជាជំនាញដែលខ្ញុំគិតថាខ្ញុំក៏កំពុងតែព្យាយាមវឹកហាត់ខ្លួនឯងធ្វើម៉េចឲ្យពូកែនៅក្នុងការសួរបើទោះជាឥឡូវយើងទៅពីចាប់ផ្ដើមរៀនសួររៀនអីក៏ដោយអញ្ចឹងអានេះជាអ្វីដែលខ្ញុំចង់ចែករំលែកថាត្រូវតែសួរត្រូវតែរៀនសួរ